សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញបងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងការប្រើប្រាស់ application មួយដែលយើងអាចទៅ filter ទៅមើល try disk របស់យើងណា try C ឬក៏ try D ដែល software យើងចូលចិត្តប្រើណា try D ហើយ C របស់យើងតើ folder មួយណាដែលយើងអត់ដឹងថា store អីខ្លះហើយវាមានទំហំប៉ុណ្ណាអញ្ចឹងពេលខ្លះវាពិបាកដែរនៅពេលដែលយើងមាន hard drive របស់យើង full ហើយយើងចង់លុបដើម្បីឲ្យ free space មកវិញយើងអត់ដឹងថាទៅប្រើ application មួយណាដើម្បីទៅរកដើម្បីឲ្យដឹងថាយើងកំពុងតែមាន part ណាខ្លះដែលមិនត្រូវប្រើហើយលុបចេញឬខាត់ចេញដើម្បីឲ្យ free space មកវិញណាអញ្ចឹងខ្ញុំមានកូន application មួយ free ឈ្មោះថា folder share ណា folder share folder share folder share នេះ folder share អញ្ចឹងសម្រាប់software application ហ្នឹង free ទេបងប្អូនទាំងអស់គ្នាខ្ញុំវា free ទេណាអញ្ចឹងយើងអាច download យកមកប្រើបានមិនបាច់បង់លុយបាច់អីទេហើយយើងចូលទៅ website folder share ទៅហើយ click link នេះមកដើម្បី download យកមក install នៅក្នុង computer របស់យើងណាអញ្ចឹងយើងចូល link នេះខ្ញុំអញ្ចឹងមក scroll មកក្រោមបន្ទាប់មកយើងមានពាក្យថា download អញ្ចឹងយើងចុច download ណាអូខេ download ហើយយើងយកទៅ install នៅក្នុង computer របស់យើងអញ្ចឹងខ្ញុំបាន download install តេស្តរួចហើយវាល្អអូខេអញ្ចឹងខ្ញុំទៅសូបងប្អូនទាំងអស់គ្នាណាវាអត់មានអីទេវា free ទេអូខេអញ្ចឹងនេះ folder size 9អូខេចុច run admin មកអូខេអញ្ចឹងវា list មកមាន try សំបីតា try នៅក្នុង part server របស់យើងនៅពេលដែលយើង map try network អីក៏វា list នៅក្នុងនឹងមកដែរណាបើសិនជាយើងជា admin អីអូខេអញ្ចឹងឧទាហរណ៍ថាបងប្អូនទាំងអស់គ្នាចង់មើលថា folder នៅក្នុង try របស់យើងហ្នឹង folder មួយណាដែល store file ច្រើនអញ្ចឹងយើងអាចចូលទៅ double click ទៅគេចូល double click ទៅអញ្ចឹងនៅក្នុង try D របស់ខ្ញុំ folder អីគេដែលមានឯកសារច្រើនតំណែងច្រើនអញ្ចឹងនេះ size របស់វានៅលើគេ 63G អញ្ចឹងនេះនៅក្នុង try D ឈ្មោះខ្ញុំនេះអញ្ចឹងនៅក្នុង folder មួយឈ្មោះ software អញ្ចឹងយើងចូលទៅមើលទៀតអញ្ចឹងអាណាដែលធំគឺវា link នៅខាងលើណាឈ្មោះថា folder Kali Linux 2023អញ្ចឹងទំហំរបស់វាគឺ 13G អញ្ចឹងយើងចង់ដឹងយើងចូលទៅមើលនៅក្នុង try D របស់យើងថាវាមាន part នឹងមែនអត់អញ្ចឹងយើងចង់លុបចេញទៅវា free បាន 13G នេះអូខេអញ្ចឹងខ្ញុំចូលទៅ control E Windows E ដើម្បីបើក Explorer ណាអញ្ចឹងខ្ញុំមើលទៅ folder មួយឈ្មោះថា software នេះអញ្ចឹងខ្ញុំចូលទៅ Kali Linux របស់ខ្ញុំ2023វិញអញ្ចឹងខ្ញុំបើក property វាមើលអូខេអញ្ចឹង 13.5G អញ្ចឹងបើខ្ញុំលុប folder នឹងមួយចោលឬក៏ខាត់ folder នឹងចេញអញ្ចឹង disk របស់ខ្ញុំត្រូវ free បាន 13G មកថែមទៀតណាអញ្ចឹង currently disk របស់ខ្ញុំមាន try D អញ្ចឹងនៅសល់តែ 31G ទេ31បូក13ទៀតទៅយើងបាន40បាន40អានេះ41.5មនុស្សមិញ13អូខេបាន44ណា45 free បាន 45G អូខេអញ្ចឹងយើងក៏អាចទៅមើលនៅក្នុង try C ដែរណាជួនកាលទៅពេលខ្លះយើង install database install អីទៅយើងមិនដឹងថាវាមកពីអីបានទៅ full disk full try អីចឹងទៅអញ្ចឹងយើងអាចចូលទៅមើលនៅក្នុងនឹងបានគាត់នៅរបស់ click ទៅយើងអាចមើលបានដែរអូខេអញ្ចឹងនៅក្នុង Windows ដែលមាន space 28G 28.2អូខេរបស់ click ទៅទៀតទៅថា Windows នឹងមានអីទៀតយើងមើលនៅក្នុង system នេះណា 18G Win X អីវានេះជា part របស់ Windows ទេណាអូខេយើងអាចទៅមើលនៅនឹងបានយើងចង់ back មកវិញទៅមើល system 32អីក៏បានដែរណា install លើអីគេច្រើនជាងគេទៅលើ driver store អញ្ចឹង driver មានស្អីខ្លះ file repository
នឹងស្អីជាស្អីទេរបស់ Windows ណាអញ្ចឹងមានតែប៉ុណ្្នឹងទេងាយៗណាបងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនជាយើងមានការចាំបាច់អីត្រូវការប្រើ folder size ហ្នឹងយើងdownload យកប្រើតិចទៅវាស្រួលសម្រាប់យើងណាយើងបើសិនជាយើងទៅចេះយើងទៅប្រាប់ទីវាមើលម្ដងមួយយើងវាពិបាករក file យើងវិច្រើនអញ្ចឹងយើងនឹងមួយណាទេដែលមានទំហំធំអញ្ចឹងយើងមើលទៅនៅលើ folder size ទៅយើងដេញមើលមួយទៅអញ្ចឹងបើសិនជាយើងត្រូវការលុបក៏លុបទៅបើសិនជាយើងត្រូវការខាត់ចេញក៏ខាត់ទៅអញ្ចឹងយើងបាន free space សម្រាប់ computer យើងប្រើតទៅទៀតបានហើយអូខេអញ្ចឹងសម្រាប់វីដេអូហ្នឹងមានប៉ុណ្ណឹងបងប្អូនគ្នាអញ្ចឹងងាយអញ្ចឹងចំណេះដឹងមួយដែរតូចមួយដែរណាអូខេអញ្ចឹងខ្ញុំមានប៉ុណ្ណឹងទេ